ទី18ខែកញ្ញាឆ្នាំ2025នេះក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសសកម្មភាពនគរបាលនិងកម្លាំងចម្រុះថៃចូលបំពានដែនដីនិងធ្វើទុកបុកម្នេញលើពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យការចេញសេចក្តីថ្លែងការណ៍នេះដោយក្រសួងមហាផ្ទៃបានថ្កោលទោសចំពោះកម្លាំងនគរបាលកម្លាំងជំនាញបង្ក្រាបបាតកម្មកម្លាំងយោធាថៃនិងកម្លាំងចម្រុះផ្សេងទៀតប្រមាណ300នាក់ដែលម្ដងហើយម្ដងទៀតបានបង្កសកម្មភាពអមិតបំពានដោយឥតអៀនខ្មាស់មកលើដែនបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិកម្ពុជាព្រមទាំងធ្វើទុកបុកម្នេញលើប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃជាក់ស្ដែងក្នុងចំណោមអំពើបង្កហេតុជាច្រើនករណីដោយមជ្ឈដ្ឋានជាតិនិងអន្តរជាតិបានដឹងឮរួចមកហើយនោះនាម៉ោងប្រមាណជា 3:44 នាទីរសៀលនៅថ្ងៃទី17ខែកញ្ញាឆ្នាំ2025កម្លាំងនគរបាលនិងកម្លាំងជំនាញបង្ក្រាបបាតកម្មយោធានិងកងកម្លាំងថៃចម្រុះផ្សេងទៀតបានចូលមករាយបន្លាលួសលើដែនដីកម្ពុជានិងធ្វើទុកបុកម្នេញលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យជាការកត់សម្គាល់នគរបាលនិងយោធាថៃបានប្រើប្រាស់ជាខែលដំបងយក្សដំបងវែងសម្រាប់រុញច្រានប្រជាពលរដ្ឋប្រើគ្រាប់បែកផ្សែងបាញ់កាំភ្លើងគ្រាប់ជ័រឧបករណ៍បំពងសម្លេងនិងកម្លាំងចម្រុះថៃផ្សេងទៀតប្រើចំពាមគ្រាប់ដែកគ្រាប់ឃ្លីបាញ់មកលើកងកម្លាំងកម្ពុជាទាំងនគរបាលយោធាដែលគ្មានអាវុធក្នុងដៃព្រះសង្ឃព្រមទាំងប្រជាពលរដ្ឋខ្មែរដែលបណ្ដាលឲ្យរងរបួសស្រាលដួលសន្លប់ចំនួន29អង្គនាក់ខណៈដែលកម្លាំងនគរបាលនិងយោធាកម្ពុជាបានប្រកាន់ខ្ជាប់ការអនុវត្តបទឈប់បាញ់ពោលគឺប្រចាំការដោយគ្មានអាវុធនៅក្នុងដៃឯប្រជាពលរដ្ឋវិញក៏មានត្រឹមតែដំបងសម្រាប់រុញនិងទំពក់ឈើសម្រាប់អូសបន្លាលួសចេញពីដីធ្លីនិងភូមិរបស់ពួកគាត់ក្រសួងមហាផ្ទៃកម្ពុជាបានទទូចទៅកាន់អាជ្ញាធរនិងកម្លាំងនគរបាលថៃព្រមទាំងកម្លាំងចម្រុះថៃផ្សេងទៀតបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពល្មើសច្បាប់ពោលគឺមិនត្រូវបង្កើតគោលការណ៍ឯកតោភាគីឬដាក់ផែនការដោយសន្មតខុសពីច្បាប់អន្តរជាតិដើម្បីអនុវត្តលើដែនដីរបស់កម្ពុជាជាដាច់ខាតគឺមិនត្រូវអនុវត្តច្បាប់អាញាសឹកថៃលើដីកម្ពុជាឡើយសូមឲ្យភាគីថៃមានសេចក្តីថ្លៃថ្នូរឡើងវិញដោយងាកមកគោរពបទឈប់បាញ់ចូលរួមការពង្រឹងអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីនិងចូលរួមដោះស្រាយបញ្ហាជាមួយកម្ពុជាប្រកបដោយសន្តិវិធីឈរលើច្បាប់និងយន្តការអន្តរជាតិ